ភាពនៅទីនោះផ្ទាល់នឹងជាទីមេត្រីខ្ញុំបានចំណានអ្នកយកព័ត៌មានរបស់ទូរទស្សន៍ជាតិកម្ពុជាកំពុងតែប្រចាំការនៅភូមិព្រៃច័ន្ទឃុំអូ3ជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យទីតាំងខាងក្រោយនេះពួកអ្នកបានឃើញគឺជាទស្សនវិជ្ជាគ្រឿងចាក់របស់ថៃដែលកំពុងតែឈូសឆាយមកលើដីរបស់ប្រជាពលរដ្ឋកម្ពុជារបស់យើងដែលនេះគឺកំពុងតែអនុវត្តច្បាប់របស់ប្រទេសថៃមកលើទឹកដីនិងប្រជាពលរដ្ឋកម្ពុជាអញ្ចឹងបងប្អូនអាចឃើញហើយថាតើថៃបាននឹងកំពុងធ្វើបែបណាដែលជានេះគឺជាគេថាការរៀបគម្រោងទុករបស់ភាគីថៃមកលើការអនុវត្តបាទគេហៅថាច្បាប់របស់ខ្លួនមកលើទឹកដីនៃកម្ពុជារបស់យើងអញ្ចឹងសង្ឃឹមថាតាមរយៈការផ្សាយផ្ទាល់របស់ទូរទស្សន៍ជាតិកម្ពុជានៅពេលនេះសហគមន៍អន្តរជាតិក៏ដូចជាបណ្ដាបាទថ្នាក់ដឹកនាំពិភពលោកនឹងបានឃើញអំពីការបំពេញរបស់ប្រទេសថៃមកលើកម្ពុជាអញ្ចឹងបងប្អូនឃើញហើយបាទតំបន់នេះគឺជាតំបន់ដែលបាទថៃបានដាក់បន្លាលួសកាលពីប្រហែលខែមុនរហូតទៅដល់បាទការដាក់បន្លាលួសដែលធ្វើឲ្យមានអំពើហិង្សាបាទបាញ់នៅគ្រាប់ជ័របាញ់នៅគ្រាប់បាយផ្សែងក៏ដូចជាបង្កគេហៅថាអំពើហិង្សានេះមកកាន់ប្រជាពលរដ្ឋកម្ពុជាក៏ដូចជាព្រះសង្ឃហើយពេលនោះយើងបានដឹងហើយថាបាទកម្ពុជារបស់យើងគឺជាមានប្រជាពលរដ្ឋដែលរងគ្រោះគឺជាប្រជាពលរដ្ឋស្លូតត្រង់ហើយសម្បីតែកងកម្លាំងពេលនោះក៏មិនប្រដាប់អាវុធដែរហើយជាក់ស្ដែងពេលនេះបាទជាក់ស្ដែងពេលនេះលោកបានឃើញបាទនៅទឹកដីនេះគឺជាភូមិសាស្ត្រភូមិព្រៃច័ន្ទឃុំអូ3ជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យទាហានថៃចាប់ផ្ដើមបំពេញជាថ្មីម្ដងទៀតហើយបំពេញទៅលើបាទគេថាកិច្ចព្រមព្រៀងនៅក្នុងកិច្ចប្រជុំពិសេសលើកទី1 GBC ក៏ដូចជាបំពេញគេហៅថាអធិបតេយ្យភាព